ក្នុងសង្គមបច្ចុប្បន្នយើងដឹងហើយថាកំណើននៃមនុស្សដែលមានបញ្ហាផ្លូវចិត្តកាន់តែច្រើនឡើងដោយសារនៅក្នុងសង្គមមួយដែលមានការប្រកួតប្រជែងគឺតែងតែទាមទារឲ្យមនុស្សម្នាក់និងមនុស្សម្នាក់ទៀតមានការប្រៀបធៀបគ្នាមានការប្រៀបធៀបពីចំណុចខ្លាំងរបស់អ្នកដីយកមកប្រៀបជាមួយចំណុចខ្សោយរបស់ខ្លួនយើងដឹងទេថាតើការប្រៀបធៀបបែបនេះការប្រៀបធៀបបែបនោះវាគឺជារឿងមួយដែលធ្វើឲ្យផ្លូវចិត្តរបស់យើងកាន់តែទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃដូចមានសំណួរមួយគេសួរថាតើតើតែយើងមានអ្វីប្រសើរជាងអ្នកដទៃឬទៅជីវិតរបស់យើងជាជីវិតមួយដែលមានតម្លៃតើយើងអាចរស់នៅដោយមិនចាំបាច់មានការប្រៀបធៀបអ្នកដទៃជាមួយខ្លួនឯងដែរឬទេដូចជាដើមឈើដូចជាផ្កាទាំងឡាយដែលវាខំលូតលាស់ខំរីកដល់មិនខ្វល់ពីអ្វីនៅជុំវិញវាពិតប្រាកដណាស់យើងគ្មានឱកាសដើម្បីរស់ឲ្យរីករាយឡើយប្រសិនបើយើងអង្គុយខ្វល់ថាពីមួយថ្ងៃទៅមួយថ្ងៃយើងមានអីដូចគេដែរឬទេគឺគិតតែអំពីការប្រៀបធៀបជាមួយនឹងភាពខ្លាំងរបស់អ្នកដទៃធម្មជាតិនៃជីវិតរបស់មនុស្សវាមិនអាចល្អស្មើគ្នានោះទេដាច់ខាតវាជាធម្មជាតិមនុស្សត្រូវតែមានភាពខុសគ្នាអ្នកខ្លះទាបអ្នកខ្លះខ្ពស់អ្នកខ្លះសអ្នកខ្លះខ្មៅជាដើមផ្ទុយទៅវិញអ្នកនឹងទទួលបាននូវភាពរីករាយប្រសិនបើអ្នកព្យាយាមរកឲ្យឃើញនៅអ្វីដែលកំពុងមានអ្វីដែលអ្នកកំពុងតែខ្លាំងហើយទោះបីជាអ្នកដតីខំខ្នះខ្នែងយ៉ាងណាមានលុយយ៉ាងណាមានទ្រព្យសម្បត្តិយ៉ាងណាក៏វាមិនអាចមានដូចជាអ្នកនោះហើយគឺជាតម្លៃពិតដែលអ្នកមានទោះយ៉ាងណាក៏ដោយការប្រៀបធៀបជាមួយខ្លួនអ្នកនិងខ្លួនអ្នកវាល្អប្រសើរជាងការប្រៀបធៀបរវាងភាពខ្សោយរបស់អ្នកនិងភាពខ្លាំងរបស់អ្នកដទៃដោយគេនិយាយថាការប្រៀបធៀបមួយដែលត្រឹមត្រូវនិងប្រកបដោយសីលធម៌គឺជាការប្រៀបធៀបអតីតកាលរបស់យើងទៅនឹងថ្ងៃបច្ចុប្បន្នរបស់យើងឬជាការប្រៀបធៀបថ្ងៃម្សិលមិញរបស់យើងទៅនឹងជាមួយនឹងថ្ងៃនេះជារបស់យើងបើយើងរកឃើញនៅអ្វីដែលយើងបានខំខ្នះខ្នែងឬខំអភិវឌ្ឍបានល្អប្រសើរជាងមុននោះមានន័យថាយើងបានរីកចម្រើនជាទីគោរពមិនមែនមានកំហុសឆ្គងក្នុងនាមជាមនុស្សដែលមានទំនួលខុសត្រូវចំពោះជីវិតឡើយបើយើងនៅតែជាទាសករនៃការប្រៀបធៀបនោះជីវិតយើងមិនអាចរីករាយបានឡើយហើយនៅក្នុងសង្គមបច្ចុប្បន្ននេះថែមទៀតយើងអង្គុយតែប្រៀបធៀបយើងអង្គុយតែយកចំណុចខ្សោយរបស់យើងទៅប្រៀបធៀបជាមួយនឹងចំណុចខ្លាំងរបស់គេនោះយើងពិតជាគ្មានសេចក្តីសុខហើយសុខភាពផ្លូវចិត្តរបស់យើងកាន់តែទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃបាទហើយណាមួយវិញទៀតបើយើងជាចៅហ្វាយនៃការប្រៀបធៀបវិញយើងនឹងមានសេរីភាពនៅក្នុងជីវិតចៅហ្វាយនៃការប្រៀបធៀបដូចខ្ញុំបានលើកឡើងខាងលើចឹងថាគឺយើងចេះប្រៀបធៀបមួយឲ្យបានត្រឹមត្រូវគឺប្រៀបធៀបខ្លួនឯងនឹងខ្លួនឯងប្រៀបធៀបខ្លួនឯងកាលពីថ្ងៃនេះនិងពីថ្ងៃម្សិលមិញប្រៀបធៀបពីអតីតកាលរបស់ខ្លួនជាមួយនឹងបច្ចុប្បន្នកាលរបស់ខ្លួននេះគឺជាការប្រៀបធៀបមួយដែលមានឃ្លាមួយគេនិយាយថាការមិនមានចំណងក្នុងការប្រៀបធៀបគឺជាភាពស្រស់ស្អាតនៃជីវិតរបស់យើងគ្រប់គ្នាបាទសូមអរគុណខ្ញុំសង្ឃឹមថាអត្ថបទនេះបានទៅដល់សោតៈរបស់បងប្អូនដែលកំពុងមានបញ្ហាផ្លូវចិត្តដូចជាកំពុងតែប្រៀបធៀបខ្លួនឯងទៅជាមួយនឹងអ្នកដទៃខ្ញុំសង្ឃឹមថាវីដេអូនេះពិតជាមានសារៈសំខាន់ទៅដល់បងប្អូនដូចជាប្រិយមិត្តទាំងអស់គ្នាបាទសូមអរគុណ